បាទសូមជម្រាបសួរបងប្អូនទាំងអស់នៅដែលបានតាមដាននៅមេរៀនថ្មីរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំក៏នឹងចែករំលែកអស់នៅអ្វីដែលខ្ញុំបានសិក្សារៀនសូត្រនិងបញ្យល់បងប្អូនបន្ថែមទាក់ទងនឹងមេរៀនថ្មីនេះជុំមេរៀន16 leçon 16មេរៀនទី16 G 16យើងអានយើងសរសេរពាក្យ16នឹងហៅលេខ16j'ai une voiture ប្រែថាខ្ញុំមានvoiture ខ្ញុំមានឡានមួយគ្រឿង vous avez une belle voiture តើអ្នកមានឡានj'ai une voiture ប្រែថាឡានបាទចឹងពាក្យថា voiture មួយម៉ាត់នេះយើងប្រែថាឡានណាបងប្អូន j'ai une voiture ចឹងឡាននេះជានាមភេទស្រីខ្ញុំមានឡានមួយគ្រឿង vous savez យើងអានភ្ជាប់មក vous savez vous avez une belle voiture ឃើញទេចឹងគេថាអ្នកមានឡានថ្មីចឹងពាក្យថា belle នេះគេប្រែថាថ្មីហើយតួនាទីរបស់វាគឺនៅចន្លោះ article indéfini une ហើយដាក់ belle voiture តោះណាឡានថ្មីមួយគ្រឿង la possession យើងប្រែថា position បាទដែលបងប្អូនធ្លាប់លើហើយ la position ណាបាទអញ្ចឹងពាក្យថា la position ត្រូវបូកជាមួយនឹងស្អីគេបងប្អូនត្រូវបូកជាមួយនឹងla position ត្រូវបូកជាមួយនឹងស្អីគេបូក plus non បាទ plus non បងប្អូនលោកដឹងហើយ plus non យើងប្រែថានាមបាទណា la possession ជាង possession ប្រែថាកម្មសិទ្ធិអញ្ចឹងកម្មសិទ្ធិត្រូវបូកជាមួយនឹងគេសាប់ avoir បូកជាមួយនឹងឧទាហរណ៍មកនេះហៅកម្មសិទ្ធិ j'ai គេដាក់ពណ៌នឹងខ្មៅ j'ai une voiture j'ai une maison ឃើញទេអញ្ចឹង maison ផ្ទះជានាមភេទស្រីគេប្រែថាផ្ទះខ្ញុំមានផ្ទះមួយខ្នងឃើញទេ j'ai une maison ខ្ញុំមានផ្ទះមួយខ្នង vous avez une belle maison គឺថាអ្នកមានផ្ទះថ្មីមួយខ្នងបាទ vous avez une belle maison អ្នកមានផ្ទះថ្មីមួយអ្នកមានផ្ទះថ្មីមួយតមកទៀតមួយខ្នងអញ្ចឹងមកអញ្ចឹងយើងទៅមើលពាក្យនេះគេថា j'ai une voiture j'ai une voiture អញ្ចឹងគេប្រែថាខ្ញុំមានឡានមួយគ្រឿងឃើញទេ j'ai ប្រែថាខ្ញុំមាន une voiture ហើយបងប្អូនត្រូវចាំមុននឹងនេះបងប្អូនទៅចេះបាយគេសា avoir សិន avoir បងប្អូនរាប់ដឹងហើយណាទី1 j'ai យ៉ាងមកទី2 tu es tu as mot 3ទី3 il a លេខ4 elle a លេខ5 on a
លេខ6លេខ6ទៅជា nous avons លេខ7 vous avez តើណាតើមកទៀតបងប្អូនទៅបំបែកមួយទៀតលេខ8ils ont លេខ9 elles sont តើណា j'ai tu as il a elle a on a nous avons vous avez ils sont elles sont ចឹងអាវហ្នឹងគឺបំបែកចេញមកបែបហ្នឹងនេះគេហៅថា présent au présent ចឹងបងប្អូនគាត់ទៅយកមកដុំវាមក il a ចឹងមកយកមកតែងមកយកចឹង j'ai បែបខ្ញុំមាន tu as ឯងមាន il a គាត់មាន elle a នាងមាន on a លេខ5យើងមាន nous avons ពួកយើងមាន vous avez អ្នកមាន ils ont ពួកគេមាន elles ont ពួកនាងមាន j'ai une maison ខ្ញុំមានផ្ទះមួយខ្នង j'ai une voiture ខ្ញុំមានឡានមួយគ្រឿងចឹងបងប្អូនត្រូវចាំនាមត្រូវបែងចែកជាពីរដែរនងមាននង masculin ហើយនង féminin d'accord ឬក៏នង pluriel ចឹងមាន3ភេទប្រុសភេទស្រីនិងភូវចនៈចឹងបើសិនយើងចង់និយាយនាមនឹងនាមភេទស្រីយើងសេមក j'ai une maison ខ្ញុំមានផ្ទះមួយខ្នងហើយ une អាងហ្នឹងគឺវាមានន័យថាវាអត់ច្បាស់លាស់អត់មានចំនួនអីជាក់លាក់អត់ដឹងពណ៌សម្បុរភិនភាគអីទេធំតូចអីចឹងអត់ដឹងច្បាស់ទេគាត់បញ្ជាក់ថាមួយចឹងទៅ j'ai une voiture ខ្ញុំមានឡានមួយគ្រឿង vous avez une belle maison តមកទៀតបានគេថាអ្នកមានផ្ទះថ្មីមួយខ្នង vous avez une belle maison ដែលអ្នកមានផ្ទះថ្មីមួយកន្លែងvous avez une belle voiture អ្នកមានឡានដែលអ្នកមានឡានថ្មីមួយគ្រឿងតើណា vous avez une belle maison អ្នកមានផ្ទះថ្មីមួយខ្នងតើណាអញ្ចឹងសួរថាគុណនាមពាក្យហ្នឹង belle ហ្នឹងគឺវានៅប្រឡោះកណ្ដាលនៃ article នេះតើណាហើយយើងទៅមើលមួយទៀត j'ai ancien ខ្ញុំមានសត្វឆ្កែមួយ j'ai ancien ខ្ញុំមានសត្វឆ្កែមួយ vous avez un beau chien គឺថាអ្នកមាន vous avez un beau chien អ្នកមានសត្វឆ្កែដ៏ស្រស់ស្អាតអញ្ចឹង beau អញ្ចឹងបងប្អូនត្រូវចាំបែលហើយនឹង beau វាខុសគ្នាណាឥឡូវបងប្អូនត្រូវចាំពីតបែលត្រូវបូកជាមួយនឹងនង féminin singulier ឃើញទេហើយនៅពាក្យបូនេះបូបងប្អូនត្រូវចាំត្រូវបូកជាមួយនឹងនង masculin singulier ឃើញទេចឹងមក vous avez un beau chien ដែលអ្នកមានឆ្កែឈ្មោលស្រស់ស្អាតមួយក្បាលឃើញទេហើយសួរអាហ្នឹងvous avez មកពីណានេះលេខ7 vous avez ដែលយើងបាយរួចឃើញទេគេស្រាប់ដែលយើងបាយរួចបូបែស្អាតឥឡូវបងប្អូនទៅមើលចឹងឧទាហរណ៍មកគឺថា chose et personne គឺថារបស់ហើយនឹងមនុស្ស chose et personne របស់ហើយនឹងមនុស្ស
số bài thà bỏ ấy mùi person bài thà mình no j'ai un appartement vậy nè anh cho mà j'ai un j'ai un appartement trong miềnផ្ទះល្វែងមួយខ្នង j'ai un appartement ខ្ញុំមានផ្ទះល្វែងមួយខ្នងអញ្ចឹងផ្ទះល្វែងជានាមភេទប្រុសអញ្ចឹងសេអាងមកហើយគេអានភ្ជាប់នៅពេលណាដែលនាមនឹងគឺផ្ដើមឡើងដោយស្រៈនេះអានេះជួយជានេះអានេះជាស្រៈអញ្ចឹងគេអានភ្ជាប់ j'ai un appartement ពីថា appartement មួយម៉ាត់គេប្រែថាផ្ទះល្វែងខ្ញុំមានផ្ទះល្វែងមួយកន្លែង j'ai deux chiens អញ្ចឹង deux ប្រែចំនួនមិន2មានចំនួន2ខ្ញុំមានឆ្កែចំនួន2ក្បាល deux chiens គេថែម s មក chien ហើយសត្វឆ្កែខ្ញុំមានសត្វឆ្កែឈ្មោះខ្ញុំមានសត្វឆ្កែចំនួន2ក្បាល j'ai un travail fatigant ចឹងប្រែថាខ្ញុំមានការងារដ៏គួរនឿយហត់ខ្ញុំមានការងារមួយដែលនឿយហត់ការងារហ្នឹងគឺមានន័យថា fatigant ប្រែថានឿយហត់ចឹងមានន័យហត់មានន័យថាការងារហ្នឹងគឺជាការងារមួយដែលធ្វើការគឺប្រើកម្លាំងអត់សូវបានសម្រាកទេអញ្ចឹង c'est un travail fatigant ខ្ញុំមានការងារដ៏ហត់នឿយមួយ j'ai des amis français ប្រែថាខ្ញុំមានមិត្តភ័ក្តិជនជាតិបារាំងជាច្រើនអ្នក D ហ្នឹងវាបញ្ជាក់ចំនួនជាច្រើនប៉ុន្តែចំនួនហ្នឹងគឺអត់ដឹងថាចំនួនប៉ុន្មានទេដឹងតែច្រើនហើយខ្ញុំមានមិត្តភ័ក្តិបារាំងមានមិត្តភ័ក្តិជនជាតិបារាំង ami français មិត្តភ័ក្តិជនជាតិបារាំងចំនួនជាច្រើនអ្នក vous avez une maison គឺថាអ្នកមានផ្ទះមួយខ្នង vous avez une maison អ្នកមានផ្ទះមួយខ្នងតើណាចឹង avoir នេះហើយ vous avez បែរអ្នកមាន une maison ផ្ទះមួយខ្នងមួយទៀត vous avez trois chats ហ្នឹងប្រែថាចំនួន3ណាគេអានថា trois vous avez trois chats គេថាអ្នកមានជាងគេអានភ្ជាប់មក vous avez vous ça vous avez trois chats នេះគេអានដូចគ្នា vous avez une maison បាទណា vous avez trois chats គឺថាអ្នកមានសត្វឆ្កែចំនួន3ក្បាលសត្វឆ្មាណា vous avez trois chats អ្នកមានសត្វឆ្មាចំនួន3ក្បាលតោះមើលទៀត vous avez un travail intéressant គឺថាអ្នកមានការងារគួរចាប់អារម្មណ៍មួយ vous avez un travail intéressant គឺថាអ្នកមានការងារដែលចាប់អារម្មណ៍គួរចាប់អារម្មណ៍ណា intéressant គឺចាប់អារម្មណ៍ un travail នោះប្រែថាការងារបាទ vous avez គេអានជាប់ទៀត vous avez des amis គេអានជាប់ទៀត des amis anglais គឺថាអ្នកមានមិត្តភ័ក្តិជនជាតិអង់គ្លេសជាច្រើនអ្នក des amis français des amis anglais ណាអ្នកមានមិត្តភ័ក្តិជនជាតិអង់គ្លេសច្រើនអ្នក j'ai ទៅជា vous avez j'ai ទៅ vous avez តើណាមានខ្ញុំមានជួយសួរហេតុអីបានជាគេលុបអានេះខ្វែងនេះចោលដោយសារស្រៈជប់ស្រៈចឹងគេសេមានន័យថាគេមកសរសេរ J apostrophe តើណា vous avez នេះស្មើសំឡេងអក្សរ vous avez អ្នកមាននឹងតើណាបាទអញ្ចឹងទីហោមកថាឥឡូវយើងចង់និយាយថាបងប្អូនចង់និយាយថាតើអ្នកមានអាយុប្រហែលអញ្ចឹងយើងសេមកតើអ្នកមានអាយុប្រហែលនេះសេមកប្រើលើគេសាប់ avoir quel âge as-tu j'ai 25 ans
ខ្ញុំមានអាយុtu as quel âge? Quel âge as-tu? តើអ្នកមានអាយុប្រហែលហើយ j'ai 5 j'ai 25 ans ឬក៏យើងសេ tu as quel âge? tu as quel âge? តើឯងអាយុប្រហែលអញ្ចឹងយើងសេយើងអាចនិយាយបានចេះក៏បាន quel âge as-tu ក៏បានឬក៏ tu as quel âge យើងឆ្លើយមក j'ai 30 ans ខ្ញុំមានអាយុ30ឆ្នាំហើយឃើញទេហើយយើងថា il a 3 enfants គាត់មានកូនចំនួន3នាក់តើណាហ្នឹងយើងគាត់បែកគេសាប់ avoir មកils ont un ami français ខ្ញុំពួកគេមានមិត្តភក្តិបារាំងម្នាក់តើណាខ្ញុំមានយើងសេមក je n'ai pas d'enfant je n'ai pas d'enfant ខ្ញុំមានកូនមានចៅទេតើណាតមកទៀត place de l'adjectif អញ្ចឹងទីកន្លែងនៃគុណនាមវានៅណា l'adjectif គឺគុណនាមតើណា place ហ្នឹងគឺទីតាំង place de l'adjectif ទីតាំងគុណនាមនៅណា après le nom បន្ទាប់ពី après បន្ទាប់ពីនាម le nom nom បែរទៅនាមតើណាទៅពីនាមឥឡូវយើងទៅមើលទីហោមក j'ai une voiture verte តែខ្ញុំមានឡានចាស់ពណ៌ខ្ញុំមានឡានពណ៌បៃតង j'ai une voiture verte verte នេះគេនិយាយពីពណ៌អញ្ចឹង verte នេះជាគុណនាមភេទស្រីជាទីតាំងវានៅចុងក្រោយ j'ai une voiture verte ឥឡូវយើងនិយាយថា j'ai une voiture française ខ្ញុំមានឡានមកជំនឿបារាំងមួយគ្រឿងខ្ញុំមានឡានមួយគ្រឿងឡានជំនឿបារាំងមួយគ្រឿងបាទតមកទៀត j'ai économique j'ai une voiture économique តើណាខ្ញុំបងក៏ទៅមើលទៅមើលតទៀត j'ai មក j'ai une voiture ចឹងមានថា j'ai une voiture économique ចឹងហៅឡាននេះគេឡានសំចៃណាខ្ញុំមានឡានឡានអគ្គិសនីឡានអីចឹងទៅ j'ai une voiture économique ខ្ញុំមានឡានសំចៃឡានអត់សូវប្រាស៊ីសាំងណាទេ
và bố bố từ mơ bố với tới chia joli miền bố miền joli miền bông miền petit miền gros miền bây giờ này kia hao thá avant le nom rồi chấm miền biệt bố miền biệt joli miền biệt bông miền biệt petit miền biệt grand miền biệt gros miền biệt bây giờ miền biệt avant miền biệt thành le nom chẳng cái thì họ tha j'ai une petite voiture đấy trong miền lan tôi mà cường j'ai une jolie voiture trong miền lan sao sạch mà cường c'est une bonne voiture trong miền lanល្អmà cường rồi đấy chứ cô là nếu mà tên nơi trong còn đà rồi đấy vong lên nòng nè ní lên nòng để chập đi khao tập cô là nhiều rồi đấy j'ai une voiture j'ai une petite voiture và chẳng mong muốn mới đi khao ta cà hón xài bốn khao cà hón tất cả xài sụp buồn và chẳng chứ mà bốn rồi ti hò mất ti hò ta bốn trong dây thằng mình ê ti hò mà món une moto une moto le mais ta Melita lan mạng bọc cái Milan miền một tô po của kêu mà cử tự nhiên chẳng như tha thì muốn thật il a une grande maison người ta quạt miền tiệt thấu muối mùi nọ tuần đấy chứ mà bố con đặt đại trường máu và chắc cho miền phần nắng